ថ្ងៃនេះបងប្អូនជ្រក់ជើងមាន់បាទជ្រក់ជើងមាន់គឺរសជាតិឈ្ងុយឆ្ងាញ់គឺស្នាដៃរបស់ប្រពន្ធរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំបានមកហូបបាទមកហូបជ្រក់ជើងមាន់ជាមួយកូនប្រុសរបស់ខ្ញុំបាទឈ្មោះណាក់បាទដូចឈ្មោះ channel របស់ខ្ញុំអញ្ចឹងឈ្មោះ channel របស់ខ្ញុំគឺសម្បត្តិណាក់បាទសម្បត្តិគឺឈ្មោះខ្ញុំហើយណាក់គឺកូនប្រុសរបស់ខ្ញុំបាទកូនពៅរបស់ខ្ញុំហ្នឹងបាទឥឡូវគេថាជ្រក់ជើងមាន់យើងរសជាតិតំណងបងប្អូនបាទមានរសជាតិនេះគឺពណ៌សម្បុរបាទបកមកបន្ទាប់ពីយើងខ្លះសេវាទុករយៈពេលបាទយូរដែរបងប្អូនហើយ2-3ម៉ោងដែរអញ្ចឹងណាបាទឥឡូវយើងអាចហូបបានហើយបាទមើលរសជាតិគឺឈ្ងុយឆ្ងាញ់បងប្អូនហើយមើលមុខមាត់ដូចគឺតំណងមែនតែនបាទហើយយើងធ្វើមិនតិចទេបងប្អូនដោយសារតែយើងនេះបាទយើងហូបតែគ្នា3នាក់អញ្ចឹងណាចឹងយើងធ្វើបន្តិចទៅហើយថ្ងៃនេះដែរគឺកូនរបស់ខ្ញុំបាទហូបមួយខ្ញុំដែរតិចបងប្អូនបានឃើញហើយបាទនេះកូនពៅរបស់ខ្ញុំឈ្មោះណាក់បងប្អូនបាទហើយឃើញប៉ាញ៉ាំអញ្ចឹងក៏មកចង់ញ៉ាំជាមួយប៉ាដែរអូណោះអង្គុយមើលកុំព្យូទ័របដើហើយអត់ញ៉ាំខ្លួនឯងតតែយើងនឹងបកបញ្ចុកបាទបកបញ្ចុកងក់ក្បាលដល់បងប្អូនអើយថាសួរថាញ៉ាំអត់គឺញ៉ាំអញ្ចឹងប៉ាបញ្ចុកកូនមកណាខ្ញុំក៏ឲ្យមួយទៅបាទបញ្ចុកបងប្អូនគឺរៀងហឹរបន្តិចហើយគាត់ញ៉ាំបានតែបន្តិចក៏ទារត់ទឹកផឹកបាទហើយវីដេអូនេះមានប៉ុណ្្នឹងទេបងប្អូនហើយចាំជួបในវីដេអូបន្តទៀតបាទមានពាក្យពេចន៍កន្លែងណាមិនសមរម្យកាយវិការណាមិនសមរម្យបាទបងប្អូនអធិស្ឋានផងដល់ខ្ញុំសម្បត្តិណាក់ផងបាទជាចុងក្រោយសូមជូនពរបងប្អូនឲ្យជួបតែសុខភាពល្អសំណាងល្អក៏របរទទួលទានបានគ្រប់គ្រងគ្រួសារធ្វើដំណើរទៅទីណាកន្លែងណាសូមឲ្យសុខសប្បាយទាំងអស់គ្នាបាទជាចុងក្រោយសូមបងប្អូនបាទជួយបាទចុច Subscribe ខ្ញុំបានសម្បត្តិណាក់ម្នាក់មួយផងក៏ដូចជា comment ពាក្យល្អៗក៏ដូចជា share វីដេអូខ្ញុំបានម្នាក់មួយបាទខ្ញុំក៏មានដែរមានតែរៀមដៃ10ទេបាទជូនពរបងប្អូនបាទឲ្យក្នុងឱកាសឆ្នាំថ្មីនេះបាទជួបតែសុខភាពល្អសំណាងល្អបាទប្រកបរបរទទួលទានមានបានបាទជូនពរដែរនឹងហើយវីដេអូមានប៉ុណ្្នឹងទេបងប្អូនបាទសូមបងប្អូនជួបតែសុភមង្គលគ្រប់ក្នុងគ្រួសារបាទបាយបាយជម្រាបលាអរគុណច្រើន